តោះបងប្អូនអរគ្នាមកមើលពីសកម្មភាពខ្លះៗនៅថ្ងៃដែលខ្ញុំលេងផ្សាររីករាយនៅខាងកពូអំបិលពុកម៉ែបងប្អូនទាំងអស់គ្នាហើយវាយើងក៏បានកំងពងទាបហាត់កទូតអងមន់សាច់គោអាំងអីចឹងណាហើយក៏មានបុកប៉ាតេដែរអ្នកនរគ្នាអូប៉ាតេគេពិតជាទំនងខ្លៅមែនតែនបន្តតែវាអត់ទៅហឹលអញ្ចឹងណាហើយមិនក្រៅពីមានប៉ាតេទេក៏យើងមានបុកជើងមាន់ផងដែរជើងមាន់គេគឺទំនងមែនតែនអ្នកនេះមួយចានកំពុងហើយតែមកតម្លៃតែ5000រៀលតែប៉ុណ្្នឹងទេបាទឥឡូវយើងកំពុងតែចាប់ដើមញ៉ាំបដាហើយបាទហើយយើងកំងបានដូចជាប្រហិតហើយនឹងកទូតអងហើយនឹងសាច់គោអាំងអីចឹងទៅហើយឥឡូវយើងក៏កំងបានវាយាយខ្លាយដែរណាយើងដាក់ជាក់ជាមួយបងអូនថ្លៃចឹងទៅហើយទៅណាមិនដាច់ទេជាមួយបងអូនថ្លៃបាទទៅជាមួយគ្នាផ្លេចទេភេទជាអីចឹងទៅបន្ទាប់ពីយើងញ៉ាំអីហើយក្មួយស្រីរបស់ខ្ញុំបាទគាត់ចង់ញ៉ាំភីសាចឹងនៅនេះក៏គេមានលក់ភីសាដែរអ្នកទាំងអស់គ្នាផ្សាររីរីខាងកំពូល7ណាហើយភីសាគេទំនងតែតើអ្នកទាំងអស់គ្នាហើយតម្លៃធូរថ្លៃទេត្រឹមតែ8000រៀលតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាគឺអាចមកសមល្មម2នាក់អីអាចហូបឆ្អែតល្មមអ្នកទាំងអស់គ្នាប៉ុន្តែវាអត់សូវក្រហមអីចឹងណាគេថាយើងអិនភ្លាមយកមកញ៉ាំភ្លាមអញ្ចឹងទៅហើយឥឡូវគេចាប់ផ្ដើមដាក់ណាដាក់ទឹកម្ទេសគេមានពីររសជាតិមានអាហឹលមានអត់ហឹលហើយយើងដាក់អត់ហឹលដោយសារតែកូនក្មេងគាត់អត់ចេះញ៉ាំហឹលអញ្ចឹងណាមើលទៅក្មួយខ្ញុំទៅញ៉ាំពិតជាទំនោរមែនតើអ្នកទាំងអស់គ្នាហើយគាត់ចង់ញ៉ាំអ្នកនេះញ៉ាំតតិចឡើងតែមួយជ្រុងហ្នឹងញ៉ាំតទៅអស់បាទហើយបន្ទាប់ពីយើងញ៉ាំអីរួចហើយយើងក៏បំបាយអារម្មណ៍បងប្អូនអស់គ្នាមកមើលកូនស្រីរបស់ខ្ញុំម្ដងបាទហើយគឺយើងមកសំដៅរកបេជើងបាទបេជើងហ្នឹងគឺបេជើងទិញបេជើងភ្លើងបាទភ្លើងផ្លែតដល់ពេលយើងដើរទៅវាភ្លឺតាក់ចែកដល់នេះវាអត់មានទេទិញទុកសម្រាប់ថ្ងៃចូលឆ្នាំមួយនេះប៉ុន្តែវាអត់មានទេហើយខោអាវមួកឲ្យមានគ្រប់ប្រភេទបាទតែអត់ត្រូវចិត្តកូនស្រីរបស់ខ្ញុំហើយខោអាវមានច្រើនខ្លាំងមែនតើនៅផ្សាររីករាយគេនៅខាងកំពូល7ណាហើយតម្លៃធូរថ្លៃទេអ្នកនរគ្នាហើយនៅនឹងនេះច្រើនមែនតើនៅពេលដែលខ្ញុំទៅហ្នឹងគឺត្រឹមម៉ោង6ម៉ោង7អ្នកគ្នាគេអត់តន់បិទទេឮថាម៉ោង9ម៉ោង10ហ្នឹងគេបិទហើយកូនស្រីរបស់ខ្ញុំគ្នាប្រឡែងឲ្យរើសបិជើងមករើសត្រូវអត់រើសមិនត្រូវក៏អត់ទៅដោយសារបិជើងនេះតែបិជើងនេះធំទេអ្នកនរគ្នាបិជើងកូនក្មេងដូចប៉ុនគាត់វាអត់មានអីចឹងណាឥឡូវដើរជើងទៅដើរទៅជុះបិជើងគេពេញនឹងអីអ្នកនរគ្នាអើយលពឹងគេថាពីលពឹសលេខ1តែម្ដង